Ba cái ba video má cứ thay mặt đầu tại kèo tay mặt đòn. So đây là tặng kia ngày nay nom là tặng kia mà mưa vlog nè tết bao nhiêu. Ngày nay nhom chu nè tia mà tại kéo hai lời nó mặt đầu tại kéo ấy. Bản tay nhom tâm ăn trong hay là lại end on thought rook. Hai nàng touch up make up nhom Texan nhom tham cho mình lip gloss bộ ấy có đau mình tan mỏng mót là smooth bike smooth cream ở hay. Tham lip gloss hai nhom tham cho mình tặng up tích đá ngày nay nhom banh cho mình on a date bộ ấy mau lẹ cả thay chụp trả chan chẳng cái này ở trong mang khăn chua đất ấy tệ trong mang là bị fresh ចឹងខលនេះបហាសតុនល្មមហ្មងជីឡានក៏អត់ពុលដែរឥឡូវហ្នឹងចេញបានហើយសំដៅទៅរកអីញ៉ាំសិនព្រោះអីម៉ោង11ឃ្លានមែនតែនហ្មងថ្ងៃនេះចាស់គាត់មកសែនធ្នោដូចឆេងមែនអញ្ចឹងតែគេសែនខែនេះថ្ងៃសែនអញ្ចឹងមកហូបសាច់ច្រើនប៉ុន្តែចង់ញ៉ាំតែឆាមីសួរឥឡូវរៀបចំចេញទៅពេញវិញហើយគ្រាន់តែដល់ពេញប៉ក់គឺថាអត់នៅផ្ទះហ្មងចាដល់ Walk Street ភ្លាមខ្ញុំទៅ Walk Street ច្រើនដងហើយខ្ញុំញ៉ាំតែដដែលទេប៉ុន្តែលើនេះខ្ញុំឃើញប៉ាំងសៀវម៉ៃនេះដូចជាគាត់ទៅតែមកលូអីអញ្ចឹងខ្ញុំសាកអានឹងមុនគេឃើញគាត់រៀបចំតំណមកហើយម្ដាមតូចហ្នឹងកន្លែងវាបើតន់ណាតែនំប៉័ងហើយអត់តន់បានញ៉ាំទេណាដើររកមើលកន្លែងអង្គុយសិនដើរឃើញទឹកថ្នោតផ្អែមនេះអូឃើញតំណងពេកគាត់ទិញគាត់សាកមួយកែវទៅគាត់មានសាច់ក្នុងហ្នឹងទៀតណាសាច់គាត់ដុំធំហ្មងអូទឹកថ្នោតហ្នឹងទឹកថ្នោតផ្អែមណាផឹកទៅអត់ស្វឹងទេឆ្ងាញ់ហ្មងអត់ផ្អែមពេកទេកន្លែងនេះល្អសើចមែនអ្នកនរគ្នាទិញទឹកថ្នោតហើយហ្នឹងដើរកាត់កន្លែងជាប់គាត់ហ្នឹងឃើញគេដាក់ថា free refill នេះកន្លែងនេះក៏លក់ទឹកម្ជូរព្រឹកហើយក៏ដាក់ផ្លាកថា free refill អញ្ចឹងមានន័យថាទិញតែម្ដងគឺយើងអាចទៅ refill បានឥឡូវបងដើររកកន្លែងអង្គុយប៉ុន្តែដើរឃើញនំកង favorite របស់ខ្ញុំកន្លែងនេះនំកងគាត់ឆ្ងាញ់តែខ្ញុំភ្លេចថតឈ្មោះតូបគាត់បាត់ហើយមិត្តភក្តិខ្ញុំយកនំពុំក៏ឆ្ងាញ់ដែរខ្ញុំចាំតែថានៅម្ដុំទល់មុខ ABA ហ្នឹងណាមកសមមិញនឹងនិយាយពីថាខ្យល់ធ្លាក់មកខ្លាំងមែនតើហ្មងអ្នកគ្នាមើលតែសក់ខ្ញុំមើលចាប់អត់ឈ្នះទេពេលធ្លាក់ខ្យល់អញ្ចឹងអត់សូវហៅពេលស្រួលដែរចុងសប្តាហ៍ចង់ដើរលេងបាត់ stress អីបាច់ទៅណាឆ្ងាយមក Walk Street ដើរលេងមកមានអីញ៉ាំហើយខ្យល់ហៀនតិចស្រួលឥឡូវរកកន្លែងអង្គុយញ៉ាំបានហើយខ្ញុំមកអង្គុយនៅខាងមកជួរមាត់ទន្លេអ្នកដែលគាត់ពិបាករកកន្លែងអង្គុយអីគឺគាត់អាចមកអង្គុយនៅខាងហ្នឹងបានថាសាកនំប៉័ងដែលទៅទិញមិញហ្នឹងតែមានអីអ្នកគ្នាខាំបាត់ដាច់នំប៉័ងស្វិតពេកហើយថ្មិញដល់កឲ្យថ្មិញខ្ញុំគឺថាជរាពៀតហើយអ្នកនរគ្នាអញ្ចឹងមានតែរើសញ៉ាំហើយនំប៉័ងខាងម្ដាយគេអញ្ចឹងខ្ញុំមកសាកសាច់សម្រាប់សាច់របស់គាត់ឆ្ងាញ់ប៉ុន្តែរៀងសាបតោះញ៉ាំជាមួយជ្រក់បានត្រូវជ្រក់គាត់ធ្វើឆ្ងាញ់ល្មមប៉ុន្តែគាត់ដាក់ឲ្យតែ2ចំណិតទេជ្រក់អស់សម្រាប់អ្នកដែលគាត់ញ៉ាំសាបខ្ញុំគិតថាប៉ុណ្ណឹងល្មមសម្រាប់គាត់ទេចូលដល់នំកងម្ដងអ្នកទាំងគ្នាគឺថាឆ្ងាញ់មែនតើហ្មងកន្លែងគាត់នឹងធ្វើឆ្ងាញ់ញ៉ាំអីហើយហ្នឹងឃើញអូនប្រុសនោះគាត់លក់បងគ្រួយក៏ជួយទិញគាត់មកថងទៅចេញមកវិញដើរកាត់តូបជីមរ៉ូមានអីចូលសាករបស់គេមួយទៅនិយាយទៅសាកសឹងរាល់ទឹកមិត្តភក្តិខ្ញុំឆ្ងល់ថាមិនផឹកនៅកន្លែងគេឲ្យសាកនឹងផ្អែមដែរមានតែគេដឹងថានឹងគេលីអីមិនបានផឹកទៅផ្អែមហើយស្រួលផឹកអញ្ចឹង vlog ថ្ងៃអាទិត្យរបស់ខ្ញុំមានតែប៉ុណ្ណឹងបាយ